កាលពីខ្ញុំនៅរៀនឆ្នាំទី3ខ្ញុំជួបបញ្ហាមួយនៅពេលដែលខ្ញុំបង្កើត project Android ហើយខ្ញុំមិនដឹងថាទៅបង្កើត screen នៅកន្លែងណាទៅសរសេរ business logic នៅកន្លែងណាទៅ register permission នៅកន្លែងណាហើយទៅបង្កើត component នៅកន្លែងណានោះទេដូច្នេះហើយទៅពេលហ្នឹងខ្ញុំមួទៅ JavaScript ហើយឥឡូវនេះខ្ញុំបានយល់វាច្បាស់ហើយខ្ញុំចង់ចែករំលែកទៅកាន់អ្នកនរគ្នាបើសិនជាអ្នកនរគ្នាកំពុងតែចាប់ផ្ដើមរៀន Android ឬក៏ចង់ស្វែងយល់អំពី Android development អ្នកនរគ្នាអាចមើលវីដេអូនេះដល់ចប់បានហើយខ្ញុំនឹងព្យាយាមបញ្យល់អ្នកនរគ្នាឲ្យលម្អិតតាមដែលអាចធ្វើទៅបានតោះជាដំបូងយើងត្រូវបើក Android application សិនដើម្បី Android Studio sorry បន្តមកទៀតយើងចូលមកកាន់ menu ខាងនេះនេះគឺជា project ដែលខ្ញុំបានបង្កើតឡើងដែលធ្វើវីដេអូចែករំលែកទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹង folder ដំបូងគេនេះគឺជា app folder ដែល folder ទាំងអស់នេះគឺ contain ទៅលើ source code contain ហ្នឹងមានថាវាផ្ទុកទៅលើ source code ទាំងអស់ហ្នឹងនៅក្នុង app folder ហ្នឹងហើយខាងក្រោមនេះគឺជា Gradle តាក់ទងទៅនឹង configuration ជា Gradle script ក្នុងនេះវាមានច្រើនវាមានកន្លែង add dependency មានកន្លែង store dependency version មានអីហ្នឹងអាហ្នឹងចាំខ្ញុំបញ្យល់ដល់គ្នានៅពេលក្រោយដោយសារតែនេះវារៀងក្នុង level high level តិចដែលវាអត់មានអីពិបាកខ្លាំងទេសម្រាប់អ្នកនរគ្នាអញ្ចឹងយើងចូលមកកាន់ manifest folder នៅក្នុង manifest folder នេះគឺវាផ្ទុកfile តែមួយទេគឺ Android manifest អញ្ចឹងខ្ញុំធ្លាប់ចែកម្លែកម្ដងដែរនៅលើ TikTok platform របស់ខ្ញុំតាក់ទងទៅនឹង Android manifest Android manifest ហ្នឹងគឺជា configuration file មួយគឺជា main file របស់ Android ដែលគេបង្កើតវាឡើងមកដើម្បីផ្ទុកទៅនឹងដើម្បីផ្ទុកព័ត៌មានទាំងអស់នៅក្នុង Android application របស់យើងហើយវានឹងបញ្ជូនព័ត៌មានទាំងអស់ហ្នឹងទៅកាន់ Android operating system មានន័យថា Android OS ដឹងថា app ហ្នឹង access ទៅលើអ្វីខ្លះនៅក្នុងទូរស័ព្ទរបស់យើងគឺគេដឹងតាមរយៈ Android manifest ហ្នឹងឯងចឹងហើយបានពេលអ្នកនរប្រើ Android នៅពេលដែលយើងចូលទៅកាន់ application យើងបែបនេះបន្ទាប់មកអ្នកនរចុចលើ info app info នេះអ្នកនរនឹងឃើញមាន notification permission មានអីទាំងនេះទាំងអស់គឺជាព័ត៌មានដែលយើងទទួលបានពី Android manifest ហ្នឹងឯងអញ្ចឹងសួរថាតើ metadata ដែលយើងទុកនៅក្នុង Android manifest មានអីគេនៅក្នុង screen ដែលខ្ញុំដាក់ឲ្យអ្នកនរឃើញនេះគឺមានដូចជា use feature មានដូចជាកាមេរ៉ា flash កាមេរ៉ាក្រោយ GPS គឺយើង track ទៅលើ hardware អ្នកនរទាញ screen brightness មានថាយើងអាច control ពន្លឺបានយើងមានច្រើនទៀតចាំបន្តិចខ្ញុំ check មើលសិន hardware មានដូចជា fingerprint មាន audio សំឡេងមានoutput ហ្នឹងតាក់ទងនឹងអីគេទេខ្ញុំអត់ដឹងដែរហើយមាន bluetooth ក៏ជា hardware ដែរមាន auto focus នៅក្នុង input របស់យើងអូច្រើនណាស់អ្នកគ្នាអាចចូលទៅសាកមើលបានអញ្ចឹងមួយទៀតតាក់ទងទៅនឹង permission យើងដឹងហើយថាmodern OS ឥឡូវគឺគេ strict ទៅលើ permission ទាំង Android ទាំង iOS អញ្ចឹងនៅពេលដែលយើងរៀបចង់ប្រើ permission អីមួយនៅក្នុង Android គឺយើង register នៅក្នុង Android manifest ខ្ញុំឧទាហរណ៍ថានៅក្នុង app មួយនៅក្នុង Android គេ access ទៅលើកាមេរ៉ាអញ្ចឹងនៅពេលដែលយើងបើកកាមេរ៉ាមកគេសួរយើងហ្មងថាapp ហ្នឹងត្រូវការ access កាមេរ៉ាយើង allow អត់បើសិនយើង allow គេអាច access នឹងបានហើយ allow មិន allow ក្នុង Android manifest គឺគេ store ទៀតអញ្ចឹង Android operating system ដឹងទៀតថា app ហ្នឹង allow ម្ដងឬក៏ allow forever ឬក៏ allow access រូបភាពតែ1 2 3ឬក៏ allow ទាំងអស់ដើម្បីឲ្យ app ហ្នឹង access បានហើយនេះតកតងទៅនឹង application ដែលគេផ្ទុកព័ត៌មានរបស់ app យើងជាច្រើនមានដូចជា screen target SDK មាន receiver តកតង notification នៅពេលដែលគេ send notification ពី cloud មកចូលមកកាន់ទូរស័ព្ទរបស់យើងអាហ្នឹងវាមាន switch ហើយនឹង receiver ដើម្បីចាំទួលអាហ្នឹងយើងចាំពេលក្រោយអញ្ចឹងនៅក្នុង Android manifest គឺមានប៉ុណ្ណឹងវាមានច្រើនទៀតអ្នកនាងអាចចូលទៅមើលបានអានេះគាត់ឲ្យខ្ញុំ guide ដល់អ្នកនាងឲ្យដឹងថាវាមានផ្ទុកព័ត៌មានប្រភេទណាហើយ folder សំខាន់ទី2គឺតាក់ទងទៅនឹង Kotlin បូក Java បើសិនជាយើងប្រើ project ចាស់វាមានជា Java folder ប៉ុន្តែបើយើងប្រើ project ថ្មីវា Kotlin បូកនឹង Java អញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងសរសេរ business logic ទៅតាម screen នីមួយៗទៅតាម business របស់យើងមានដូចជា model view model មាន screen activity របស់យើងហ្នឹងគេហៅថា screen អញ្ចឹងវានឹង set នៅក្នុងទាំងអស់ហើយជាពិសេសគឺវាជាកន្លែងមួយដែលគេហៅថា UI controller វា control ទៅលើ UI HTML របស់យើងនៅក្នុង Android ទៅក្នុង folder ខាងក្រោមពីរនេះ Android test ហើយនឹងនេះហ្នឹងគឺហើយនឹង test ហ្នឹងគឺជា unit test ដែល
កម្រមានអ្នកសរសេរហើយខ្ញុំក៏ព្យាយាមសរសេរវាបានច្រើនដែរចាំខ្ញុំចែកម្លែកគ្នាពេលក្រោយកន្លែងយើង skip សិនទៅដោយសារតែវាអត់សំខាន់សម្រាប់ beginner ទេប៉ុន្តែបើឡើងដល់ advanced ដល់ senior អីគឺយើងត្រូវតែចេះខ្ញុំជួបដល់កន្លែងនេះគឺតាក់ទងទៅនឹង resource folder ហ្នឹងគឺជាផ្ទុកទៅកាន់ resource HTML file ទាំងអស់មានដូចជាពណ៌មានដូចជាstring text transition អីហ្នឹង screen របស់យើង component នេះគឺមានក្នុងទាំងអស់អញ្ចឹងចង់ដឹងថា folder នីមួយៗយើងអាចទុកអីខ្លះទីមួយគឺ anim ខ្ញុំអាន anim ចុះអានេះ anime វាផ្ទុកទៅពពួក animation ដូចជា fade out គេមាន fade out fade in គេមានថោសឡើងពីក្រោមមកហើយគេមានផ្សេងៗទៀតតែទៅ animation អ្នកគ្នាអាច check មើលបន្ថែមបានដល់ពេល folder មួយទៀតតាក់ទងទៅនឹង animator ដែលខ្ញុំ select នេះ animator ហ្នឹងវាដូចតែ anim ពីលើនៅដែរទេប៉ុន្តែគ្រាន់ថាវា advanced ជាងឧទាហរណ៍ថាយើងអាចទាញ drag drop ជាបានអាហ្នឹងគេហៅ visual level animator ហ្នឹងហើយមាន resize scale មានអីហ្នឹង zoom in zoom out អីហ្នឹងអាហ្នឹងគឺតាក់ទងនឹង យើងអាចសរសេរវានៅក្នុង animator ហ្នឹងតាក់ទងនឹង color នេះខ្ញុំគាត់ថាវាតាក់ទងទៅនឹង adaptive color កន្លែងនេះខ្ញុំអត់សូវច្បាស់ដែរតែខ្ញុំអត់បានប្រើវាទេដោយសារតែ color global យើងទុកនៅក្នុង value folder នៅខាងក្រោមអញ្ចឹងខ្ញុំសូម skip អានេះមួយអញ្ចឹងតាក់ទងនឹង drawable គឺជាកន្លែងដែលផ្ទុក image មានដូចជា JPG PNG SVG យើង convert ទៅជា HTML file និយាយទៅពពួក asset ទាំងអស់ហ្នឹងគឺយើងទុកនៅក្នុងហ្នឹងទាំងអស់សូម្បីតែ style យើង custom background radius shape អីហ្នឹងក៏យើងសរសេរដាក់នៅក្នុងdrawable ហ្នឹងដែរតាក់ទងនឹង font គឺជាកន្លែងដែលយើងផ្ទុក custom font មានដូចជា app របស់យើងចង់ប្រើ font អីគេជាទូទៅគេប្រើទៅតាមស្ថាប័នអញ្ចឹងណាស្ថាប័នខ្លះគេប្រើ font កតុំរុយសម្រាប់ខ្មែរ font នេះសម្រាប់អង់គ្លេសហើយស្ថាប័នខ្លះប្រើ font អីផ្សេងៗទៅយើងទៅហាត់ម៉ានអីហ្នឹងទៅប៉ុន្តែខ្ញុំឧទាហរណ៍មួយបើសិនយើងចង់ add font អ្នកគ្នាអាចចូលទៅកាន់ Google font ទៅ download ហើយយើងមក add ចូលមកអញ្ចឹងនៅក្នុង Android យើង add នៅក្នុង font folder ហ្នឹង folder មួយទៀតតាក់ទងទៅនឹង layout នេះគឺកន្លែងដែលផ្ទុក UI ទាំងអស់ទាំង custom UI ទាំង UI component ទូចទាំង layout ទូចដែលយើង custom ទុកទាំង screen ទាំងមូលគឺយើងផ្ទុកក្នុងទាំងអស់ឃើញកន្លែងនេះគេមានដាក់ activity អញ្ចឹង activity នេះគឺ screen យើងហ្នឹងឯងយើងផ្ទុកនៅក្នុងហ្នឹងតាក់ទងនឹង map គឺជា app icon អ្នកគ្នាអាចនឹងស្គាល់ app icon គឺអាពួកដែលនៅឃើញលើ screen នេះគឺជា app icon អញ្ចឹងអាហ្នឹងអ្នកគ្នាអាចinsert វាចូលមកនៅក្នុង map ហ្នឹងរបៀប insert វាគឺងាយទេអ្នកគ្នាគ្រាន់តែ right click លើ resource folder ហើយបន្ទាប់មក new អ្នកគ្នាអាច image insert មកអញ្ចឹងយើងអាចបង្កើត app icon ចូលទៅក្នុង application របស់យើងបានហើយវានឹង store នៅក្នុង map folder ហ្នឹងហើយ icon វាមានមូលមានជ្រុងទៅតាម Android នីមួយៗនៅពេលដែលគេបង្កើតគឺគេ add ចូលទាំងអស់តែតទៅនឹង navigation គឺ store navigation graph របស់ Jetpack Compose អាហ្នឹងខ្ញុំក៏អត់ដែលទាន់បានប្រើដែរនៅក្នុង navigation របស់ Jetpack Compose ហ្នឹងគឺខ្ញុំប្រើ Navhost ធម្មតាឡើយទេតែតទៅនឹង raw គឺជាកន្លែងដែលផ្ទុកraw file មានដូចជា file audio MP4 file video អីហ្នឹងគឺយើងទុកនៅក្នុង raw ហ្នឹងទាំងអស់ឧទាហរណ៍ថាអ្នកគ្នាប្រើ app គេ scan QR មកសូពីបហ្នឹងអា sound beep ហ្នឹងគឺយើងទុកនៅក្នុង raw ហ្នឹងឯងតែតនឹង transition វាមាន slide to left slide to right ដូច iOS ដែលអ្នកគ្នាឃើញ slide left slide right ឬក៏ app ធនាគារមួយចំនួន slide left slide right ឡើងពីក្រោមឡើងហ្នឹង transition អាហ្នឹងគេហៅថា transition ពី screen មួយទៅ screen មួយអញ្ចឹងអ្នកទាំងគ្នាអាចត animation ហ្នឹងtransition នៅក្នុងtransition folder ហ្នឹងចឹងអ្នកគ្នាអាចបង្កើតងាយទេគ្រាន់តែយើងចូលទៅកាន់ ChatGPT យើងឲ្យវាបង្កើតឲ្យយើងមកយើង copy មកដាក់ test សាកមើលទៅបានហើយតើតើនឹង value ហ្នឹងគេប្រើប្រាស់វាសម្រាប់ផ្ទុកទៅនឹងព័ត៌មានដូចជា theme color ហើយនឹង string វាមាន dimension ទៀត dimension តើតើនឹងទំហំតើតើអីជា global ដែលយើងអាច reuse បានមានថាយើងប្រើអាហ្នឹងហើយយើងហៅប្រើគ្រប់កន្លែងហ្មងជៀសវាងការប្រើប្រាស់ color code គ្រប់ screen ទាំងអស់អញ្ចឹងនៅពេលដែលយើងចូលទៅកាន់ screen របស់យើងគ្រាន់តែហៅវាទៅប្រើទៅគឺហៅ string យកទៅប្រើមកហៅឈ្មោះរបស់ color ហ្នឹងមកហើយមួយទៀតតកតងទៅនឹង string នេះយើងអាចដាក់ឈ្មោះឲ្យបានដូចឧទាហរណ៍ថាខ្ញុំមានអានេះគឺយើងប្រើបានអត្ថប្រយោជន៍វាច្រើននៅពេលដែលយើងប្រើ translate ត្រៃនេះគឺយើងប្រើនៅហ្នឹងទាំងអស់អញ្ចឹងគេសរសេរបែបនេះអញ្ចឹងនៅពេលដែលខ្ញុំហៅខ្ញុំអាច say okay នៅក្នុង screen របស់ខ្ញុំទេខ្ញុំគ្រាន់តែហៅ or.string
.ok ទៅគឺបានតែតទៅនឹង sim គឺជាកន្លែងដែលផ្ទុក custom sim របស់ app របស់យើងអ្នកនេះដឹងថា app Android ខ្លះគឺអា sim ច្រើនមែនតើដូច Android Pixel អី app គេភាគច្រើនគឺ adapt ទៅតាមទូរស័ព្ទទៀតអញ្ចឹងអាហ្នឹងវាតទៅនឹង sim ហ្នឹងអាហ្នឹងខ្ញុំក៏មិនសូវខ្លាំងបានតទៅនឹង HTML file អានេះគេ store ទៅលើ backup role ហើយនឹង security security network security អីនេះគឺគេ store នៅក្នុងនេះទាំងអស់បើសិនជាយើង search មើលតទៅនឹង security គេមាន store ជា HTML file នៅក្នុង HTML នេះអញ្ចឹងសរុបមកវិញតទៅនឹង project Android មានតែប៉ុណ្្នឹងទេហើយបើសិនជាគេមាន pattern អីបញ្ចូលគឺគេនឹងបញ្ចូលនៅក្នុងកន្លែងនេះអ្នកទាំងគ្នាអាចនឹងមកធ្វើនៅកន្លែងនេះបើសិនជាគេបញ្ចូល pattern ដូចជា MVVM MVI អីជាដើមអញ្ចឹងវីដេអូខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអ្នកគ្នាមានចម្ងល់អីតាក់ទងនឹងកន្លែងណាមួយអ្នកគ្នាអាច comment នៅខាងក្រោមវីដេអូហ្នឹងមកខ្ញុំនឹងព្យាយាមឆ្លើយតបទៅកាន់អ្នកគ្នាឲ្យលឿនតាមអាចធ្វើបានអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ